បាទជំរាបសួរចំពោះលោកគ្រូដែលនៅឆ្លងហ៊ុនសែនសំពើពូនទាំងអស់នៅថ្ងៃនេះខ្ញុំសូមធ្វើវីដេអូមួយតាក់ទងជាមួយនឹងការកែវិញ្ញាសាអញ្ចឹងជាដំបូងលោកគ្រូត្រូវចូលទៅក្នុង Telegram ឆ្លងហ៊ុនសែនសំពើពូនបន្តមកទៀតសូមលោកគ្រូចុចដំណើរ link បំណែកចែកកម្មវិធីនេះមកបំណែកចែកអន្តរៈជ្រើស email មកបន្តមកទៀតសូមលោកគ្រូចូលរួមមើលឈ្មោះទាំងអស់គ្នាលោកគ្រូណាលោកគ្រូឈ្មោះណាប៉ុន្តែមុននឹងកែសូមលោកគ្រូចុចមើលបទបញ្ញត្តិសិនលោកគ្រូណាបទបញ្ញត្តិរបស់យើងគឺអាចចុចមើលទៅមិនទាន់បានមើលវិញ្ញាសាអីលោកគ្រូចុចមើលបទបញ្ញត្តិសិនណាមុនលោកគ្រូកែលោកគ្រូត្រូវមើលបទបញ្ញត្តិថាការដាក់បន្ទុកបែបណាជួបបញ្ហាអីចឹងណាលោកគ្រូណាអូខេអរគុណបន្តមកទៀតលោកគ្រូមើលការបរិច្ឆេទដែលត្រូវការបញ្ចប់នៃការកែចិត្តថ្ងៃទី25សីហាចឹងជាកិច្ចចាប់ផ្ដើមខ្ញុំសូមរកឈ្មោះមួយចូលទៅឥឡូវលោកគ្រូសឹមសវណ្ណគាត់កាន់គណិតវិទ្យាដាក់សង្គមយើងចោះទី1សង្គមអញ្ចឹងឲ្យគាត់សុំលោកគ្រូចុចទីនេះហើយចុចពាក្យទីនេះមកនឹងលេខទៅដល់លេខ1អញ្ចឹងលោកគ្រូអាចមើលឈ្មោះណាលេខរៀងលេខ1រហូតដល់លេខចុងក្រោយដែលលេខចុងក្រោយរបស់គាត់គឺគាត់ដល់លេខរៀងទី123អញ្ចឹងបានខ្ញុំដាក់ឈ្មោះដាក់អីអស់ហើយអញ្ចឹងលោកគ្រូចូលទៅមិនបាច់ធ្វើអីទេលោកគ្រូគាត់ថាចូលមើលសលេខការរបស់គាត់មកឧទាហរណ៍សលេខការទី1ទី2ទី3អញ្ចឹងណាលោកគ្រូអាចមើលរបស់គាត់ទៅដល់មើលហើយសលេខការរបស់គាត់លក្ខណៈទំនងបែបហ្នឹងជាវាយដោយកុំព្យូទ័រឬអីលោកគ្រូអាចមើលទៅតាមលក្ខណៈចំណាំរបស់គាត់ទៅណាបើសិនមកគាត់វាយដោយកុំព្យូទ័រគេថាដាក់បន្ទុកមិនអញ្ចឹងលោកគ្រូអាចដាក់បន្ទុកឲ្យគាត់មកនៅតែត្រង់នេះឧទាហរណ៍ឥឡូវបន្ទុកហ្នឹងគេឲ្យ22យតិបរមាអញ្ចឹងឧទាហរណ៍មិញនេះឲ្យឃើញវាយកុំព្យូទ័រត្រូវឲ្យប្រើ11ទៅបញ្ហាគេកាត់ 50% លោកគ្រូណាពេលដែលលោកគ្រូកែហើយលោកគ្រូបើសិនមកគាត់ថាវាយដោយកុំព្យូទ័រអីចឹងអាចបញ្ជាក់ទៅថាប្រើវាយដោយកុំព្យូទ័រឬក៏ចម្លងទាំងវាយដោយកុំព្យូទ័រអញ្ចឹងលោកគ្រូគាត់តែណូតនៅត្រង់ចំណុចហ្នឹងមកណាអូខេអញ្ចឹងវាយដោយកុំព្យូទ័រតែប៉ុណ្្នឹងមកបន្តមកទៀតពេលដែលលោកគ្រូកែហើយវាថាគាត់កែហើយពី1រហូតដល់123អញ្ចឹងណាអញ្ចឹង1ដល់123សូមលោកគ្រូត្រឡប់ក្រោយវិញមកត្រឡប់ក្រោយមកចូលកន្លែងនេះជ្រើសពាក្យថារួចរាល់ដើម្បីខ្ញុំបានយកទៅ protect sheet ណាអញ្ចឹងលោកគ្រូដល់ពេលហើយលោកគ្រូអាចចុចរួចរាល់មកដើម្បីខ្ញុំទៅ protect sheet ហ្នឹងអញ្ចឹងយើងអូខេទាំងអស់គ្នាណាអរគុណច្រើនហើយសូមខ្ញុំមានតែប៉ុណ្្នឹងទេបើមានចង្អល់តើតើមកអត្រាកំណើសូមលោកគ្រូចុចខាងលើនេះណាអញ្ចឹងលោកគ្រូអាចចុចមកលោកគ្រូអាចមើលអត្រាកំណើគ្រប់មុខវិជ្ជាបើន័យថាលោកគ្រូកាន់មុខវិជ្ជាណាលោកគ្រូអាចមើលទៅឧទាហរណ៍មិញហ្នឹងមុខវិជ្ជាគណិតវិទ្យាអញ្ចឹងគណិតវិទ្យាលោកគ្រូមើលណា7ទី12មុខវិជ្ជាគណិតទីម៉ានទី12សង្គមឬ12អីចឹងទៅលោកគ្រូអាចចុចលើវាមកអញ្ចឹងអត្រាកំណើនេះគឺលោកគ្រូអាចមើលបានណាអញ្ចឹងអត់មានអីទៀតទេសូមអរគុណច្រើនសម្រាប់ការទស្សនាសូម